កីឡា5ប្រភេទបាល់ទាត់បាល់ទះបាល់បោះប៉េតង់និងតេក្វាន់ដូក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ2025ប្រចាំខេត្តកណ្ដាលក្នុងនោះប្រភេទកីឡាតេក្វាន់ដូ WT បានបិទបញ្ចប់ដោយជោគជ័យដោយទទួលបានការចូលរួមជាច្រើនពីកីឡាករកីឡាការិនីព្រឹត្តិការណ៍ការប្រកួតកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ2025ប្រចាំខេត្តកណ្ដាលដោយឆ្នាំនេះមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលបានរៀបចំដាក់ឲ្យមានកីឡា5ប្រភេទដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងនោះមានដូចជាវិញ្ញាសាបាល់ទាត់បាល់ទះបាល់បោះប៉េតង់និងតេក្វាន់ដូក្នុងនោះដែរប្រភេទកីឡាតេក្វាន់ដូ WT បានធ្វើការប្រកួតដែលមានរយៈពេល3ថ្ងៃដែលចាប់តាំងពីថ្ងៃទី5រហូតដល់ថ្ងៃទី7ខែធ្នូឆ្នាំ2025ដោយមានការប្រកួតធ្វើនៅក្នុងបរិវេណសាលាបឋមសិក្សាអនុវត្តមាត់ទន្លេក្រុងតាខ្មៅការប្រកួតរៀបចំដោយការិយាល័យអប់រំកាយនិងកីឡានៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលដោយបានបិទបញ្ចប់ដោយជោគជ័យในពិធីបិទនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកពៅវណ្ណាប្រធានការិយាល័យអប់រំកាយនិងកីឡាលោកបានជម្រាបជូនថាតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាបានដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពមួយឈានឆ្ពោះទៅការអភិវឌ្ឍមូលធនធនធានមនុស្សប្រកបទៅដោយចំណេះដឹងសមត្ថភាពភាពច្នៃប្រឌិតស្មារតីសហគ្រិនភាពនិងក្រមសីលធម៌ខ្ពស់ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមនិងកំណើនសេដ្ឋកិច្ចជាតិលោកបានបន្ថែមទៀតថាវិស័យអប់រំកាយនិងកីឡាជាវិស័យដ៏ចម្បងមួយដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំយុវជននិងកីឡាបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងជាពិសេសនៅក្នុងកំណែទម្រង់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1មុំទី1នៃការពង្រឹងគុណភាពវិស័យអប់រំវិទ្យាសាស្ត្របច្ចេកវិទ្យាដែលនៅក្នុងនោះមុំ7មានការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំនិងការបន្តជំរុញចលនាយុវជនម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត